បើអ្នកកំពុងតែស្ដាប់តើខ្ញុំអាចសួរអ្នកមួយសំណួរបានដែរឬទេតើសប្តាហ៍នេះអ្នករស់នៅដើម្បីអ្វីរស់នៅដើម្បីខ្លួនឯងឬក៏រស់នៅដើម្បីអ្នកដទៃជាការពិតណាស់ការរស់នៅជាខ្លួនឯងគឺជារឿងសំខាន់និងត្រឹមត្រូវបំផុតហើយក៏ជាសុភមង្គលពិតផងដែរនៃការរស់នៅយ៉ាងណាមិញជាក់ស្ដែងនៅក្នុងសង្គមបច្ចុប្បន្នមានមនុស្សជាច្រើនបានរស់នៅទៅតាមការមើលឃើញឬទៅតាមពាក្យសម្ដីនិងការគិតរបស់អ្នកដទៃដោយការរស់នៅបែបនេះគឺមិនមែនជាការរស់នៅដោយខ្លួនឯងនោះទេគឺជាការរស់នៅដោយមិនពិតនិងរស់នៅដោយមិនមែនជាសុភមង្គលរបស់ខ្លួនឯងមានមនុស្សជាច្រើនណាស់បានភ័យខ្លាចនៅក្នុងការរស់នៅពេលបច្ចុប្បន្នពួកគេភ័យខ្លាចនៃការរិះគន់ភ័យខ្លាចនៃការរស់នៅមិនពេញចិត្តដោយរស់នៅប្រឹងសម្ដែងនិងបត់បែនទៅតាមមាត់របស់អ្នកដទៃហើយតើការរស់នៅបែបនេះគឺជាការរស់នៅដោយខ្លួនឯងដែរឬទេតើអ្នកហ៊ានរស់នៅដោយខ្លួនឯងបើទោះបីជាគេមិនចូលចិត្តឬក៏មិនពេញចិត្តយើងដែរឬទេពិតមែនណាស់នៅក្នុងថ្ងៃនេះខ្ញុំចង់លើកយកនៅសៀវភៅមួយក្បាលដែលមានចំណងជើងថា The Courage to be Disliked មកលើកយកបកស្រាយដើម្បីចែកជូនអ្នកទាំងអស់គ្នាស្ដាប់អំពីការរស់នៅសុភមង្គលពេលវេលានិងការដែលធ្វើឲ្យខ្លួនឯងសប្បាយចិត្តនៅក្នុង podcast នេះផងដែរប្រសិនបើអ្នកទាំងអស់គ្នាកំពុងតែស្ដាប់នោះអ្នកទាំងអស់គ្នាគឺជាមនុស្សដែលសំណាងយ៉ាងណាមិញការរស់នៅដោយភាពក្លាហានមិនមែនមានន័យថាយើងត្រូវតែធ្វើទៅតាមចិត្តឯងដោយមិនគិតអំពីអ្វីឬផលប៉ះពាល់ចំពោះអ្នកដទៃនោះទេប៉ុន្តែវាមានន័យថាយើងត្រូវហ៊ានទទួលស្គាល់ជ្រើសរើសជំរើសដោយខ្លួនឯងជាពិសេសគឺការរស់នៅនិង lifestyle ទៅតាមអ្វីដែលយើងចូលចិត្តយើងមិនអាចប្រៀបធៀបឬបត់បែនទៅតាមជីវិតអ្នកដទៃនោះទេពីព្រោះជីវិតរបស់មនុស្សយើងម្នាក់តែងតែមានគោលដៅផ្លូវនិងគោលបំណងរៀងៗខ្លួនមានតែការរស់នៅជាខ្លួនឯងទេទើបជាសុភមង្គលនិងក្តីសុខពិតប្រាកដសៀវភៅ The Courage to be Disliked គឺជាសៀវភៅមួយដែលអភិវឌ្ឍខ្លួននិងជាសៀវភៅដែលផ្ដោតទៅលើការរស់នៅប្រកបដោយសុភមង្គលនិងការដែលពេញចិត្តនឹងអ្វីដែលខ្លួនឯងកំពុងធ្វើមិនប្រៀបធៀបខ្លួនឯងទៅជាមួយនឹងអ្នកដទៃដោយនៅក្នុងសៀវភៅនេះផងដែរគេសរសេរជាទម្រង់សន្ទនារវាងយុវជននិងអ្នកប្រាជ្ញសៀវភៅនេះត្រូវបានសរសេរដោយលោកគីសាមីនិងហ្វូមីថាខាកូសានដោយពឹងផ្អែកទៅលើទស្សនវិជ្ជារបស់លោក Adler Psychology អ្វីដែលធ្វើឲ្យសៀវភៅនេះខុសពីសៀវភៅធម្មតាគឺវាផ្ដោតទៅលើសំខាន់ចំពោះការរស់នៅនិងសេចក្តីសុខផ្លូវចិត្តហេតុអ្វីបានជាមនុស្សជាច្រើនរស់នៅដោយភាពអស់កម្លាំងបើទោះបីជាពួកគេមានអ្វីសពបែបយ៉ាងក៏ដោយឬក៏គេមានលុយច្រើនយ៉ាងណាក៏ដោយពេលខ្លះហេតុអ្វីបានជាពួកគេមិនសប្បាយចិត្តនឹងជីវិតដែលខ្លួនឯងកំពុងមានដោយចម្លើយដែលផ្ដល់ចំពោះពួកគេនោះគឺមនុស្សភាគច្រើនកំពុងតែរស់នៅមិនមែនរស់នៅចំពោះខ្លួនឯងនោះទេគឺពួកគេរស់នៅចំពោះអ្នកដទៃដោយគោលបំណងរបស់អ្នកនិពន្ធសំខាន់បំផុតគឺចង់ឲ្យមនុស្សជាច្រើនរស់នៅដោយមិនខ្វាយខ្វល់អំពីអ្នកដទៃហើយផ្ដោតមកមើលនិងថែរក្សាខ្លួនឯងជាពិសេសគឺផ្លូវចិត្តចំពោះជារួមនៃអត្ថន័យសៀវភៅទាំងមូលខ្ញុំបានជ្រើសរើសនិងលើកយកមេតិកាទាំង7ចំណុចមកបកស្រាយទី1ហ៊ានរស់នៅដោយមិនខ្វល់អំពីអ្នកដទៃទី2ជីវិតគឺត្រូវឈលលើការពិតទី3សុភមង្គលពិតគឺការរស់នៅក្នុងបច្ចុប្បន្នកាលទី4គ្មានទេជីវិតមិនសប្បាយចិត្តទី5លុយនិងជីវិតទី6
គ្រប់យ៉ាងអ្នកជាអ្នកជ្រើសរើសហេតុអ្វីបានត្រូវពិបាកចិត្តទី7លេសមិនមែនជាជីវិតដោយនៅក្នុងចំណុចនីមួយៗនឹងលើកយកទស្សនវិជ្ជារបស់លោក Adler Rand មកបញ្ជាក់ចំណុចទី1ហ៊ានរស់នៅដោយមិនខ្វល់អំពីអ្នកដទៃជាការពិតណាស់ជីវិតរបស់យើងហេតុអ្វីត្រូវរស់នៅទៅតាមមាត់ឬពាក្យសម្ដីរបស់អ្នកដទៃលោក Adler Rand បានបញ្ជាក់ច្បាស់ៗឲ្យឃើញថាអ្វីដែលអ្នកដទៃកំពុងតែគិតអ្វីដែលអ្នកដទៃមិនចូលចិត្តនោះមិនមែនជាកាតព្វកិច្ចរបស់យើងទេព្រោះវាជាចិត្តនិងគំនិតរបស់ពួកគេកាតព្វកិច្ចរបស់ពួកយើងគឺត្រូវរស់នៅដោយភាពស្មោះត្រង់ធ្វើអ្វីដែលត្រឹមត្រូវមានតែខ្លួនយើងទេទើបដឹងថាយើងកំពុងតែធ្វើអ្វីមានតែខ្លួនយើងទេទើបដឹងថាល្បឿននិងដំណើរជីវិតរបស់យើងនឹងបញ្ចប់ដោយយ៉ាងណា2ជីវិតគឺត្រូវឈលលើការពិតមែនតែនហើយមិនថាទោះបីជាមានរឿងអ្វីក៏ដោយមានតែការពិតទេទើបអាចបកស្រាយនៅអ្វីគ្រប់យ៉ាងលោក Adler Rand បាននិយាយថាមនុស្សមិនរងគ្រោះដោយសារការពិតនោះទេតែរងគ្រោះដោយសារតែអត្ថន័យដែលយើងផ្ដល់ឲ្យមិនមែនជាការពិតឈលលើការពិតមានន័យថាស្គាល់ស្ថានភាពជីវិតខ្លួនឯងទទួលស្គាល់អ្វីដែលជាខ្លួនឯងទទួលស្គាល់ការពិតនិងខិតខំប្រឹងប្រែងបំពេញចន្លោះខ្វះខាតដែលរស់នៅក្នុងជីវិតរបស់យើងនៅទីនេះខ្ញុំជ្រើសរើសរស់នៅយ៉ាងណាគឺមានតែការពិតទេទើបអាចដឹងនិងបកស្រាយបាន3សុភមង្គលពិតគឺជាការរស់នៅក្នុងបច្ចុប្បន្នកាលដោយហេតុថាសុភមង្គលកើតឡើងនៅពេលដែលយើងរស់នៅបច្ចុប្បន្នកាលមនុស្សដែលចូលចិត្តគិតអំពីអនាគតហើយនឹងអតីតកាលច្រើនគឺជាមនុស្សម្នាក់ដែលមិនអាចរីកចម្រើននឹងរស់នៅជាមួយនឹងភាពរីករាយក្នុងពេលបច្ចុប្បន្នបានទេអតីតកាលគឺជារឿងដែលកន្លងហួសយើងត្រូវតែយកវាមកធ្វើជាបទពិសោធន៍ដើម្បីជាផ្លូវដើរសម្រាប់ឆ្ពោះទៅពេលបច្ចុប្បន្ននិងអនាគតជារឿងដែលយើងមើលមិនឃើញដូច្នេះហើយប្រសិនបើអ្នកយកចិត្តទុកដាក់និង focus ទៅលើអនាគតច្រើនពេកគឺក្នុងពេលបច្ចុប្បន្នកាលអ្នកក៏មិនអាចរស់នៅដោយភាពល្អប្រសើរនិងសុភមង្គលបានឡើយមនុស្សគ្រប់គ្នាតែងតែនិយាយថាគិតពីអនាគតតើអ្នកទាំងអស់គ្នាដែលសួរខ្លួនឯងដែរឬទេថាអ្នកទាំងអស់គ្នារស់ដល់ពេលអនាគតដែរឬទេតើពេលអនាគតនៅពេលណានៅម៉ោងប៉ុន្មាននៅថ្ងៃណានៅខែណានៅឆ្នាំណាដូច្នេះហើយមានតែការរស់នៅជាមួយនឹងពេលបច្ចុប្បន្នទេទើបជាសុភមង្គលពិតរស់នៅប្រកបដោយភាពរីករាយ4គ្មានទេជីវិតមិនសប្បាយចិត្តមនុស្សគ្រប់គ្នាមានសេរីភាពក្នុងការជ្រើសរើសគោលដៅក្នុងការជ្រើសរើសជីវិតដែលចង់បានក្នុងការជ្រើសរើសគោលបំណងទស្សនៈអាកប្បកិរិយានិងអ្វីដែលខ្លួនចូលចិត្តគ្មានទេជីវិតមិនសប្បាយចិត្តគ្មានទេជីវិតដែលត្រូវអស់សង្ឃឹមហើយអ្វីបានជាយើងមិនសប្បាយចិត្តតើអ្នកទាំងអស់គ្នាដែលសួរខ្លួនឯងដែរឬទេយើងមិនអាចជ្រើសរើសអ្វីដែលកើតឡើងបានទេប៉ុន្តែយើងអាចជ្រើសរើសពីរបៀបដែលទទួលយកវាបានឧទាហរណ៍ជាក់ស្ដែងនៅក្នុងស្ថានភាពមួយមានមនុស្ស2នាក់ម្នាក់មិនសប្បាយចិត្តនិងម្នាក់ទៀតសប្បាយចិត្តជាក់ស្ដែងប្រសិនបើអ្នកទាំងអស់គ្នាសាកស្រមៃមើលថាមានភ្លៀងកំពុងតែធ្លាក់តើអ្នកទាំងអស់គ្នាមានអារម្មណ៍សប្បាយចិត្តឬក៏អ្នកទាំងអស់គ្នាមានអារម្មណ៍ថាភ្លៀងពិតជាគួរឲ្យធុញធ្វើឲ្យខ្ញុំអារម្មណ៍មិនល្អសោះតើនេះឬជាជីវិតដែលមិនសប្បាយចិត្តដូច្នេះហើយប្រសិនបើចិត្តយើងសប្បាយនឹងធ្វើហើយហ៊ានទទួលយកអ្វីដែលជាការពិតនោះគ្មានទេជីវិតដែលមិនសប្បាយចិត្តទី5លុយនិងជីវិតលោក Adler Rand បានប្រមានពួកយើងថាកុំយកជីវិតរបស់ខ្លួនទៅប្រៀបធៀបទៅនឹងជីវិតរបស់អ្នកដទៃឬក៏រត់ទៅដេញតាមសម្ភារៈនិយមដូចជាលុយឡានផ្ទះលុយជាឧបករណ៍
ប៉ុន្តែលុយមិនមែនជាតម្លៃនៃជីវិតទេមនុស្សជាច្រើនតែងតែគិតថានៅពេលដែលខ្លួនមានលុយមានឡានមានផ្ទះនិងមានសុភមង្គលពិតប្រាកដប៉ុន្តែពួកគេមិនដែលគិតថានៅពេលដែលពួកគេមិនទាន់មានលុយឬក៏មានលុយតិចតួចក៏ពួកគេអាចបង្កើតសុភមង្គលនិងរស់នៅជាមួយជីវិតដ៏ល្អប្រសើរបានទេចិត្តវិទ្យាបាននិយាយថាចូលយើងរស់នៅនិងរីករាយសប្បាយចិត្តអ្វីដែលខ្លួនយើងកំពុងតែមាននោះក៏ជាសេចក្តីសុខនិងសុភមង្គលពិតប្រាកដដែរហើយចូលបន្តខិតខំប្រឹងប្រែងនៅអ្វីដែលយើងចង់បានវានឹងសម្រេចទៅថ្ងៃមុខគ្មានការខិតខំប្រឹងប្រែងណាដែលធ្វើឲ្យយើងបរាជ័យនោះទេគ្មានទេជីវិតដែលគុំរវល់តែប្រៀបធៀបជីវិតខ្លួនឯងទៅនឹងអ្នកដទៃវាមិនមែនជាសុភមង្គលនោះទេទី6អ្វីគ្រប់យ៉ាងយើងជាអ្នកជ្រើសរើសហេតុអ្វីយើងត្រូវពិបាកចិត្តតាមទស្សនវិជ្ជារបស់លោក Adler បានជឿថាមនុស្សជាច្រើនពិបាកចិត្តព្រោះពួកគេចង់បានលទ្ធផលដោយមិនមានការទទួលខុសត្រូវជាការពិតណាស់នៅក្នុងដំណើរជីវិតរបស់យើងម្នាក់ពួកយើងអាចជ្រើសរើសផ្លូវជីវិតក្តីសុខជីវិតសុភមង្គលសម្រាប់ជីវិតបានទៅតាម lifestyle របស់ជីវិតរៀងៗខ្លួនពេលយើងដឹងថាជំរឿជារបស់យើងផ្លូវជារបស់យើងនោះជាការពិតណាស់យើងគ្រាន់តែខិតខំប្រឹងប្រែងទៅតាមវិធីសាស្ត្រឬមធ្យោបាយណាមួយដែលយើងទទួលស្គាល់និងកំណត់យកវាហើយយើងសួរខ្លួនឯងថាតើជីវិតរបស់យើងអ្នកណាជាអ្នកជ្រើសរើសជំនួសយើងជាការពិតណាស់គ្មានទេមានតែខ្លួនយើងទេដែលជាអ្នកជ្រើសរើសថាយើងត្រូវធ្វើអ្វីត្រូវចង់បានអ្វីហេតុអ្វីយើងត្រូវពិបាកចិត្តយ៉ាងណាមិញជីវិតរបស់យើងគឺយើងជាអ្នកជ្រើសរើសនិងកំណត់ផ្លូវដើរដោយខ្លួនឯងជាក់ស្ដែងនៅក្នុងសង្គមពេលបច្ចុប្បន្នមនុស្សគ្រប់គ្នាតែងតែចង់បានលុយឡានផ្ទះនិងសម្ភារៈប្រើប្រាស់ទំនើបប៉ុន្តែពេលខ្លះពួកគេមានអារម្មណ៍ថាពិបាកចិត្តផ្លូវនៅវែងឆ្ងាយហេតុអ្វីត្រូវពិបាកចិត្តយើងត្រូវសួរខ្លួនឯងថាតើការដែលពិបាកចិត្តជារឿងត្រឹមត្រូវដែរឬទេសម្រាប់យើងពីព្រោះរបស់ទាំងអស់នោះយើងជាអ្នកជ្រើសរើសចង់បានវាដោយខ្លួនឯងអ្នកខ្លះពេលដេកគិតពេលដើរគិតតែងតែគិតថាពិបាកចិត្តណាស់មិនដឹងពេលណាមានរបស់ដែលខ្លួនចង់បានដូចគេដែរឬទេតើអ្នកដែលសួរខ្លួនឯងថាតើការធ្វើបែបនេះគឺជារឿងដ៏ត្រឹមត្រូវសម្រាប់ខ្លួនឯងដែរឬទេដូច្នេះហើយអ្វីគ្រប់យ៉ាងអ្នកជាអ្នកជ្រើសរើសដូច្នេះចូលកុំពិបាកចិត្តនឹងអ្វីដែលខ្លួនឯងបានជ្រើសរើសចូលគួរតែរីករាយជាមួយនឹងជម្រើសដែលខ្លួនឯងបានជ្រើសរើសហើយខិតខំប្រឹងប្រែងបន្តទៀតមានតែការខិតខំប្រឹងប្រែងទេទើបអាចជួយយើងឲ្យទៅដល់គោលដៅដែលយើងបានកំណត់ទុកទី7លេសមិនមែនជាជីវិតលោក Adler បាននិយាយថាមនុស្សមិនរស់នៅដោយហេតុផលទេតែរស់នៅដោយគោលបំណងលេសគ្រាន់តែជាឧបករណ៍មួយដើម្បីរក្សាស្ថានភាពដដែលតើអ្នកទាំងអស់គ្នាដែលមានលេសចំពោះខ្លួនឯងដែរឬទេដូច្នេះហើយលេសមិនមែនជាជីវិតទេវាគ្រាន់តែជាសកម្មភាពឬជាអ្វីមួយដែលយើងតែងតែរត់គេចអំពីកាតព្វកិច្ចឬទំនួលខុសត្រូវរបស់យើងប្រសិនបើអ្នកចង់បានជីវិតមួយដ៏ល្អប្រសើររីករាយនិងមានសុភមង្គលចូលកុំបង្កើតនិងយកលេសមកដាក់នៅក្នុងខ្លួនឬចិត្តរបស់អ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាដែលសួរខ្លួនឯងដែរឬទេហេតុអ្វីខ្ញុំមិនអាចចាប់ផ្ដើមបាននៅពេលនេះដោយសារតែយើងគ្រប់គ្នាតែងតែប្រកាន់ខ្ជាប់នៅលេសរៀងខ្លួនឧទាហរណ៍ជាក់ស្ដែងការក្រោកពេលព្រឹកនៅម៉ោង 5 ព្រឹកគឺជារឿងដ៏ត្រឹមត្រូវនិងអស្ចារ្យបំផុតសម្រាប់មនុស្ស
ពេលព្រឹកគឺជាឃ្លាំងនិងប្រភពនៃថាមពលដ៏អស្ចារ្យតើអ្នកទាំងអស់គ្នាដែលមានលេសនឹងសួរខ្លួនឯងថាហេតុអ្វីខ្ញុំមិនអាចក្រោកពេលព្រឹកបាននោះហើយគឺជាលេសប្រសិនបើអ្នកទាំងអស់គ្នាដកលេសចេញពីជីវិតឬចេញពីចិត្តរបស់អ្នកទាំងអស់គ្នានោះអ្វីៗនឹងល្អប្រសើរហ៊ានចាប់ផ្ដើមទៅទទួលបានលទ្ធផលជាចុងក្រោយសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់នៅការបកស្រាយសៀវភៅ The Courage to be Disliked ចំពោះទស្សនៈនិងការយល់ឃើញរបស់ខ្ញុំបន្ទាប់ពីបានអានសៀវភៅមួយនេះចប់ខ្ញុំយល់ឃើញថាសៀវភៅនេះពិតជាមានតម្លៃអស្ចារ្យនិងជួយផ្លាស់ប្ដូរជីវិតរបស់ខ្ញុំការគិតរបស់ខ្ញុំឲ្យរស់នៅប្រកបដោយសុភមង្គលនិងភាពសប្បាយរីករាយតើបន្ទាប់ពីបានស្ដាប់នៅការបកស្រាយសៀវភៅមួយនេះហើយតើអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងដូចម្ដេចសូមខមមិននៅខាងក្រោមប្រសិនបើចូលចិត្តនៃការបកស្រាយសូមខមមិនខាងក្រោមដើម្បីលើកទឹកចិត្តនិងជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតពីខ្ញុំសូមអរគុណ